សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទពេលនេះបាទខ្ញុំមានវីដេអូមួយចង់ចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នានៅដំណើរកម្សាន្តរបស់ខ្ញុំបាទគឺទៅលេងឆ្នេរបាទតាបារាំងហើយបន្ទាប់មកយើងចេញពីឆ្នេរតាបារាំងគឺទៅលេងកោះកុងគឺឆ្នេរនេសាទបាទហើយនេះគឺសកម្មភាពតាមផ្លូវបាទដែលខ្ញុំជិះបដាហើយដំណើរកម្សាន្តមួយនេះដែរគឺខ្ញុំបាទធ្វើមធ្យោបាយដោយបាទ TMR 600 RR របស់ខ្ញុំព្រោះថាផ្លូវឆ្ងាយអញ្ចឹងយើងជាធំទៅពិតមែនថាស៊ីសាំងបន្តិចមែនប៉ុន្តែវាសុវត្ថិភាពហើយលឿនសំខាន់គឺនឹងតែម្ដងបងប្អូនគ្រាន់តែពិបាកគ្រាន់តែយើងអត់អាចដាក់ឲ្យបានដូចម៉ូតូតូចបានសម្រាប់ការធ្វើដំណើរតាមផ្លូវវិញគឺខ្ញុំជិះតាមផ្លូវជាលេខ4មកចាប់ចេញពីសាលដងទៅគឺតាមផ្លូវ52ហើយឆ្ពោះទៅបាទផ្សារត្រែងទៅយ៉ាងតែម្ដងបងប្អូនគឺផ្លូវកាត់ឲ្យជិះតាមផ្លូវល្បឿនលឿនទេដោយសារតែខ្ញុំអត់ទាន់ស្នើបាទកាត់ឡើងផ្លូវល្បឿនលឿនបងប្អូនទោះតែយើងមាន sticker បានយើងអាចឡើងបានហើយអញ្ចឹងរីករាយទស្សនាវីដេអូតាមផ្លូវទាំងអស់គ្នាចំណុចនេះដែរគឺយើងមកដល់ពេជ្រនិលជាម៉ៅហើយឈប់ម៉ូតូដើម្បីបាទទិញធូបទិញបាទដូចជាចេកដើម្បីសែនសុំសេចក្តីសុខតាមផ្លូវនិយាយរួមទៅគឺសឹងថា 90% បងប្អូនដែលជិះកាត់នឹងតែឈប់ដើម្បីបាទសុំសេចក្តីសុខមិនថាទាំងអ្នករស់ស៊ីមិនថាទាំងអ្នកធ្វើដំណើរតាមផ្លូវបាទគឺតែងតែឈប់កន្លែងនេះហើយបន្ទាប់ពីយើងបន់ស្រន់អុជធូបហើយយើងក៏ធ្វើដំណើរទៅបន្តមកទៅកំពង់សោមអូខេដាក់មកទឹកជើងអូនដាច់ចិត្តផ្ដេកឲ្យចាសេបទីតា